សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនាងខ្ញុំផានីក្នុងកម្មវិធីរៀនជាមួយគ្នាចា៎នេះជាលើកទី2ហើយដែលខ្ញុំបានបង្ហោះវីដេអូនេះហើយខ្ញុំបង្កើតវីដេអូនេះឡើងគឺដើម្បីចង់ចែករំលែកនៅចំណេះបន្តិចបន្តួចដែលនាងខ្ញុំមានហើយប្រសិនបើការនិយាយស្ដីរបស់ខ្ញុំមានខុសឆ្គងត្រង់ណានោះឲ្យខ្ញុំសូមអភ័យទោសជាមុនផងណាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរៀនជាមួយគ្នាណាចា៎ចូលកន្លែងមើលទំព័រទី1ទាំងអស់គ្នាអ៊ីនសាម៉ាល់ពាក្យគ្រប់ពាក្យស្វាគមន៍ចាពាក្យនេះវាមាន3ដូចជាអញ្ញសេនីកាអញ្ញសេអូអញ្ញចាពាក្យអញ្ញសេនីកានេះគឺវាជាពាក្យដែលមានន័យខ្ពស់ចំណែកអញ្ញសេអូគឺជាពាក្យដែលប្រើជាលក្ខណៈទូទៅអញ្ញគឺជាពាក្យមួយដែលមានន័យទូលំទូលាយដូចពេលដែលយើងជួបគ្នាឬបែកគ្នាគេប្រើពាក្យអញ្ញចាចាអញ្ចឹងសូមក្រឡេកមើលទំព័រទី2ទាំងអស់គ្នាចាខ្ញុំនឹងលើកយកវេទិកា2មកបង្ហាញជូនទី1ចាគឺ yeo និង eo ចាយើងមកពី yeo គឺត្រូវបានគេភ្ជាប់ជាមួយនឹងនាមហើយពាក្យនេះផងដែរ yeo គឺប្រើនៅពេលដែលនាមណាបញ្ចប់ដោយគ្មានជញ្ជាក់សម្រចំណែក eo គឺប្រើនៅពេលដែលនាមណាបញ្ចប់ដោយជញ្ជាក់សម្រអញ្ចឹងយើងមកឧទាហរណ៍ខាងក្រោមទាំងអស់គ្នាចាPani គឺជានាមដែលបញ្ចប់ដោយគ្មានជញ្ជាក់សម្រអញ្ចឹងគឺយើងត្រូវប្រើជាមួយនឹង yeo Chingu គឺដូចគ្នាគឺវាគ្មានជញ្ជាក់សម្រទេដែលគេហៅម្យ៉ាងទៀតថាជាជញ្ជាក់ចាគឺគេប្រើជាមួយនឹង yeo ចំណែកឯ eo គឺ Patching existe នឹងគេប្រើជាមួយនឹង eo បានន័យថាចានាមណាដែលបញ្ចប់ដោយមានជញ្ជាក់សម្រគឺគេប្រើជាមួយនឹង eo ចាយើងមកឧទាហរណ៍ខាងក្រោម Quail បូកជាមួយនឹង eo ចឹងយើងអានថា Quailio ណែ check បូកជាមួយនឹង eo បានតែ checkio ហើយការអាននិងការតែងជើងជញ្ជាក់មកបញ្ចេញសំឡេងនៅចំនួនកន្លែងយើងហ្នឹងដែលខ្ញុំបានរៀបរាប់ពីវគ្គមុនហើយចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងបានយល់ខ្លះហើយពីការបញ្ចេញសំឡេងនៅពេលអានយើងមកឧទាហរណ៍នៅខាងក្រោមសារទី1 저는 사람이에요 ខ្ញុំគឺជាមនុស្សទី2제 직업은 회사원이에요 ខ្ញុំគឺជាបុគ្គលិកក្រុមហ៊ុន 저는 나쁜 사람 아니에요 ខ្ញុំគឺមិនមែនជាមនុស្សអាក្រក់ទេ제 이름은 파니예요 ឈ្មោះរបស់ខ្ញុំគឺ 파니 ចាអញ្ចឹងយើងចូលក្រឡេកមើលទំព័រទី3ទាំងអស់គ្នាចានៅទំព័រទី3នេះដែរយើងនឹងលើកយកវេទិកាពីលឿនមកបង្ហាញជូនចាលឿនវាជាបរិយាស័ព្ទប្រធានវាចង់ឲ្យបង្ហាញពីប្រធានបទមួយនៃប្រយោគអញ្ចឹងយើងមើលថាលឿនចាដូចជាeo ដែរចាយើងមើលលឿន Patching of state ចាបានន័យថាលឿនវាប្រើជាមួយជាប់ជាមួយនាមនៅពេលដែលនាមនោះបញ្ចប់ដោយគ្មានជញ្ជាក់សម្រយើងមើលឧទាហរណ៍ខាងក្រោម Pani បូកជាមួយនឹងលឿន Pani លឿន Chingu បូកជាមួយនឹងលឿន Chingu លឿនយើងមើលពាក្យថាអឿនចាអឿននេះគឺគេប្រើនៅពេលដែលប្រើជាប់ជាមួយនាមនៅពេលដែលនាមនោះបញ្ចប់ដោយមានជញ្ជាក់សម្រដែលគេហៅយ៉ាងគេថាជាជញ្ជាក់ចាអញ្ចឹងយើងមើលឧទាហរណ៍ខាងក្រោមទាំងអស់គ្នាQuail បូកជាមួយនឹងអឿន Quail លឿន Check បូកជាមួយនឹងអឿន Check លឿនអញ្ចឹងចូលកន្លែងមើលឧទាហរណ៍ខាងក្រោមទាំងអស់គ្នាទី1 Pani는 이름이에요 Pani គឺជាឈ្មោះទី2 제 친구는 버스를 타요 មិត្តរបស់ខ្ញុំគឺជិះឡានក្រុងទី3 이 과일은 이름이 뭐예요 តើឈ្មោះផ្លែឈើនេះគឺអ្វីទី4 이 책 이름은 써라예요 ឈ្មោះសិភៅនេះគឺសរ៉ាអញ្ចឹងយើងអានភាសាកូរ៉េឧទាហរណ៍ភាសាកូរ៉េទាំងអស់គ្នាម្ដងទៀតណាទី1 파니는 이름이에요 ទី2 제 친구는 버스를 타요 ទី3 이 과일은 이름이 뭐예요?ទី4 이 책 이름은 써라예요 ចាអញ្ចឹងគឺយើងនឹងក្រឡេកមើលទំព័រទី4ទាំងអស់គ្នាណា
ចាទំព័រទី4នេះផងដែរផាត់ឈីមអ៊ីលគីការជើងជើងជំនះចាយើងមើលទាំងជើងជំនះទាំង4តួនេះគឺសំដៅទៅលើជាជើងជំនះតម្រចាវាគឺជាជើងការបញ្ចេញសំឡេងរបស់វាទាំង4ជើងជំនះទាំង4តួនេះគឺវាមានការបញ្ចេញសំឡេងជាអក្សរកដូចគ្នាអញ្ចឹងយើងជួយចំណាំថាឲ្យតែយើងឃើញ4តួនេះពេលដែលវាដើរតួជាជើងជំនះនោះគឺយើងត្រូវបញ្ចេញសំឡេងអក្សរកចាអញ្ចឹងមើលឧទាហរណ៍ខាងក្រោមមកតាញ៉ាំភួរផ្ទះបាយកាត់តាកាត់ឬក៏បញ្ចុះថ្លៃចាយើងមើលទំព័រទី5គឺវាដូចទៅនឹងទំព័រលើដែរចាមានជឿមានហឺចាគឺទាំង3ជំនះទាំង3តួនេះគឺពេលដើរតួជាជំនះតម្រនោះគឺវាមានការបញ្ចេញសំឡេងជាអក្សរណដូចគ្នាចាអញ្ចឹងយើងមើលឧទាហរណ៍ខាងក្រោមអន្តាខាងក្នុងអន្តាអង្គុយម៉ាន់ថាច្រើនចាយើងមើលពាក្យថាម៉ាន់ថាហើយដើម្បីបានជឿគេមិនអានថាម៉ាន់តាគេអានថាម៉ាន់ថាចាយើងមើលខាងក្រោមជើងជំនះរបស់វាគឺបញ្ចប់ដោយហៀតចាហៀនកាលណាវាជួបជាមួយនឹងទីគឺវាបដូរសំឡេងអក្សរតដឬទៅជាអក្សរថចាទំព័រទី6នេះដែរគឺវាដូចគ្នាទៅនឹងទំព័រទី5ទី4ដែរចាថាជំនាញគឺការអានជើងជំនះចាទីគឺជឿសំជឿជឿចាការបញ្ចេញសំឡេងរបស់វាគឺតែមួយទេគឺអក្សរតអញ្ចឹងយើងចំណាំទៅទាំងអស់នេះកាលណាវាដើរតួជាជើងជំនះឬក៏ជំនះតម្រគឺវាបញ្ចេញសំឡេងជាអក្សរតអញ្ចឹងយើងមើលឧទាហរណ៍ខាងក្រោមផាតាបឺតឧតាសោចម៉ាតាត្រឹមត្រូវចាឲ្យទំព័រទី7នេះដែរគឺវាដូចទៅនឹងទំព័រខាងលើដែរចាគឺគេចង់និយាយថាទាំង5តួនេះពេលណាវាដើរតួជាជើងជំនះឬក៏ជំនះតម្រនោះវានឹងបញ្ចេញសំឡេងជាអក្សររលអញ្ចឹងយើងចូលអានទាំងអស់គ្នាណារៀលភៀរៀលស្យោតរៀលធៀរៀលហឺតអញ្ចឹងយើងចូលអានឧទាហរណ៍ខាងក្រោមអាល់ដាដឹងស្គាល់សៀសថាស្អប់មិនចូលចិត្តថាតាចូលអញ្ចឹងយើងមើលពាក្យថាសៀសថាគឺវាបញ្ចប់ដោយជើងជំនះដែលហឺតចាហឺតកាលណាវាជួបជាមួយនឹងទីគឺវាបដូរសំឡេងពីអក្សរតដទៅជាអក្សរថចាហើយទំព័រទី8នេះផងដែរគឺវាដូចទៅនឹងទំព័រលើដែរគេចង់និយាយពីការបញ្ចេញសំឡេងនៃជើងជំនះអញ្ចឹងយើងអានទាំងអស់គ្នាណាភៀបរៀលជួចាការបញ្ចេញសំឡេងនៃជើងជំនះនេះគឺអក្សរបឬក៏ផចំណុចខាងក្រោមមៀមរៀលការបញ្ចេញសំឡេងនៃជើងជំនះនេះគឺអក្សរមអៀងការបញ្ចេញសំឡេងជើងជំនះនេះគឺអក្សรงចាហើយយើងចូលកន្លែងមើលទំព័រទី9ទាំងអស់គ្នាអ៊ីលគីការអានចាខ្ញុំនឹងលើកយកស្រៈពីរតួមកបង្ហាញជូនជាស្រៈអាស្រៈយ៉ាអញ្ចឹងយើងមើលស្រៈអាទាំងអស់គ្នាណាអាកាមុននេះបន្តិចអាគីទីរੂអានេះដាទេមិនមែនអត់ឧទាហរណ៍ខាងក្រោមអាកាស៊ីចាំងឯខាត់សយោណានអានេះយោអញ្ចឹងយើងចូលមើលស្រៈយ៉ាម្ដងយ៉ាគឹនការងារយប់យ៉ាជងទេពជាពេលរាត្រីយ៉ាដានឈីដាការស្ដីបន្ទប់ឧទាហរណ៍អូនរឿងយ៉ាគឹនហេយោថ្ងៃនេះគឺធ្វើការងារយប់វេណាហិនទេយ៉ាដានឆយយោហើយអ្វីក៏ស្ដីបន្ទប់ខ្ញុំអញ្ចឹងយើងចូលអានឧទាហរណ៍ខាងក្រោមទាំងអស់នេះម្ដងទៀតណាអាកាស៊ីចាំងឯខាត់ចាវាមកពីពាក្យអាកាខាងមុខគឺវាជាទម្រង់អតីតកាលអញ្ចឹងហើយគេត្រូវប្រើខាត់ចំណែកខាងក្រោមណានអានីដាក់អានីយោចំណែកស្រៈយ៉ាអូនរឿងយ៉ាគណេយោវេណានទេយ៉ាដានឆាយោចាអញ្ចឹងយើងចូលក្រឡេកនៅទំព័រទី10ទាំងអស់គ្នាណាទំព័រទី10នេះដែរវាគឺជាលំហាត់ចាយន់សឿបលំហាត់អនុវត្តផូគីវ៉ាខាឈីអាសេអូចូលជ្រើសរើសនៅចម្លើយដែលត្រឹមត្រូវចាយោងតាមអត្ថបទខាងលើដែលយើងបានសិក្សាអំបញ្ញមិញនេះខ្ញុំបានយកវាមកធ្វើជាលំហាត់បង្កើតជាលំហាត់ដើម្បីអ្នកទាំងអស់គ្នាដោះស្រាយ
ហើយដល់រៀនមេរៀននេះដើម្បីឲ្យដឹងថាអ្នកទាំងអស់គ្នាបានយល់ច្បាស់ឬមិនយល់ច្បាស់តើតែខ្ញុំដាក់លំហាត់ឲ្យអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើលំហាត់នេះណាលំហាត់នេះគឺចង់ឲ្យយើងជ្រើសរើសថាពាក្យនាមទាំងអស់នេះតើវាត្រូវដាក់ជាមួយយាយអូអ៊ីអូឬក៏លឿនលឿនចាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើជាមួយគ្នាហើយជាចុងក្រោយនេះដែរក៏ខ្ញុំសូមអរគុណអ្នកដែលពេញចិត្តនិងចូលចិត្តវីដេអូរបស់ខ្ញុំហើយខ្ញុំនឹងព្យាយាមបន្តវាតាមទៅទៀតតាមដែលលទ្ធភាពដែលខ្ញុំអាចធ្វើបានហើយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូដែលខ្ញុំបង្កើតនេះវាមានប្រយោជន៍ដល់អ្នកទាំងអស់ដល់អ្នកឬក៏អ្នកដទៃនោះសូមជួយ like និង share ផងណាអញ្ចឹងយើងជួបគ្នានៅពេលក្រោយទៀតអញ្ញង